ថ្ងៃនេះខ្ញុំបានមកធ្វើជាជាងកែឡាននៅក្នុងប្រទេសជប៉ុនថ្ងៃដំបូងក៏ប៉ុន្តែខ្ញុំបានទិញឡាន GTR Nismo ក្នុងតម្លៃ$200,000ដើម្បីកែគ្រឿងដូរម៉ាស៊ីនថ្មីហើយបើកច្រែពេញផ្លូវធ្វើឲ្យផ្អើលដល់ប្រជាជនជប៉ុនអ្នកទាំងអស់គ្នាចង់ដឹងថាខ្ញុំបើកឡាន GTR លំបាកលំបិនវេទនានឹងលយកត់សេរីយ៉ាងណាអញ្ចឹងតោះ Let's go អូខេសួស្តីអ្នកទាំងអស់គ្នានៅទីបំផុតគឺយើងបានជួបគ្នាម្ដងទៀតហើយឥឡូវនេះគឺយើងកំពុងស្ថិតនៅក្នុងប្រទេសជប៉ុនវ៉ាវវាជាកប់សេរីយកតែមែនទេហើយនៅក្នុងប្រទេសជប៉ុននេះដែរគឺយើងមិនទាន់មានអ្វីទេសូម្បីតែឡានក៏គ្មានជិះដែរនេះគឺយើងកំពុងតែជួលឡានជិះទេហើយសូម្បីតែផ្ទះគឺយើងគ្មានណាគឺយើងជួលផ្ទះរបស់មីមីគឺជាមិត្តភក្តិរបស់យើងនេះហើយចំពោះអាកណ្ដាសានៅខាងមុខយើងហ្នឹងក៏ជួលគេដែរមិនទាន់មានអ្វីជារបស់ខ្លួនឯងទេតោះឥឡូវគឺយើងក៏មកកាត់ពេញគឺយើងធ្វើការត្រូវទិញផ្ទះមួយទៅដោយសារតែលុយខ្ញុំបានច្រើនដែរខ្ញុំជាមួយលុយហើយលុយទាំងអស់ហ្នឹងគឺសរុបមាន$6,លាននេះគឺយើងប្រមូលលុយតាំងពីអវៈចាស់មកអវៈ5ឥឡូវគឺយើងឆ្លងកាត់មកអវៈ6នេះគឺខ្ញុំលក់ប្រមូលមកទាំងអស់ហើយអូខេឥឡូវគឺខ្ញុំបានឃើញផ្ទះមួយនេះគឺនៅម្ដុំទីក្រុងដែរយើងវាល្អដែរហើយយើងមើលទៅមើលអូផ្ទះនេះគឺមានឈ្មោះថា Tokyo House អូមិនធម្មតាទេទេតោះយើងធ្វើការបើកឡានទៅមើលសិនទៅចង់ដឹងថាឡានផ្ទះនេះវាល្អអូខេឥឡូវគឺយើងធ្វើការបើកចាក់ចេញពីផ្ទះជួលរបស់មីតែម្ដងទៅអីចាស់ផ្លូវខុសទៀតអូថ្មីថ្មោងដែរអត់ទាន់ស្គាល់ទីតាំងច្បាស់លាស់តោះឥឡូវយើងធ្វើការបត់ស្គាល់ទៅហើយឡាននេះគឺយើងជួលឡាន GVT ចូលមកឡានធម្មតាសូម្បីសាក់លេខក៏សាក់លេខជប៉ុនដែរអូយក៏ស្រីតាមដល់ហើយដូចជាមានកដាសាំងទេកដាសាំងយើងអត់ដឹងថាវាចាក់បានឬក៏អត់ទេចាំមើលបន្តទៅមុខទៀតតែម្ដងហ្នឹងយើងអូប៉ះឡានទៀតនេះជាស្រួលហើយនៅប្រទេសជប៉ុនដូចជាប្រកាន់ឆ្វេងនេះយើងធ្វើការប្រកាន់ឆ្វេងណាទៅយើងមិនអាចបើកបរខុសច្បាប់បានទេយើងផ្លាច់បលីដែរនេះប្រទេសជប៉ុនប្រហែលជាមានបលីតែយកដឹងដែរយើងចាំមើលសិនអូខេយើងទៅដល់អូទៅជឿអូខេ